ជំរាបសួរលោកគ្រូសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការបបង្ហាញទាក់ទងនឹងការ install SSH server នៅលើ WSO ជាដំបូងយើងខ្ញុំធ្វើការ run command មួយដែលមានឈ្មោះថាsudo apt update ចឹងបន្ទាប់ពី run ហើយគឺវាឲ្យយើងវាយនៅ password ឥឡូវនេះយើងកំពុងធ្វើការ run command បន្ទាប់មកខ្ញុំនឹងធ្វើការ run command មួយទៀតដែលមានឈ្មោះថា sudo apt install server ដើម្បីធ្វើការ install SSH server មុននឹងយើងធ្វើការប្រើប្រាស់នៅ SSH server ហ្នឹងគឺយើងត្រូវការ run command មួយសិនrun command មួយទៀតដែលមានឈ្មោះថា sudo system enable /now SSA ដើម្បីធ្វើការ enable SSH server ជាមុនសិនបើសិនជាយើងធ្វើការចង់ប្រើប្រាស់ SSH server គឺយើងនឹងធ្វើការវាយ command នេះសិនចឹងការ enter ចឹងយើងអាចចូលធ្វើការប្រើប្រាស់នៅ SSH server ហើយដើម្បីដឹងថា SSH server យើង active ឬអត់យើងត្រូវ run command នេះទៀត sudo and unlock SSA អូខេសម្រាប់ command នេះយើងប្រើសម្រាប់បើក firewall របស់ SSA អូខេយើងឃើញថា this work ហើយបន្ទាប់មកដើម្បីយើងធ្វើការ check មើល IP យើងត្រូវ run command មួយទៀតIPA ប្រើសម្រាប់ check មើល IP ដើម្បីយកទៅ connect នៅលើ power cell អូខេយើងឃើញថា is work ហើយឃើញ IP របស់ខ្ញុំ so ឥឡូវខ្ញុំមកធ្វើការ run នៅលើ power cell so បន្ទាប់មកយើងធ្វើការបើក power cell នឹងហើយយើងធ្វើការ run command ping ហើយនឹងវាយ IP របស់យើង172 21.16.188 អូខេ so now វាធ្វើការ run បន្ទាប់មកខ្ញុំមកធ្វើការបន្ទាប់ពីមើលឃើញថា IP យើងដំណើរការនឹង run command នេះហើយខ្ញុំនឹងធ្វើការ run command មួយទៀត SSA add
សម្រាប់ command ដែលខ្ញុំវាយនេះដើម្បីធ្វើការ access ចូលទៅកាន់ SSH server រួចបញ្ជា user so wait Okay, là dùng bàn sáng so dân tha ai dùng số you want to connecting so dùng tất cả vậy yes and dùng tất cả vậy password đã dùng bàn bên một nước so lớn tất cả connect cho này and nó dùng tất cả vậy ai so dùng thực bàn tất cả connect cho tất cả server nó hay what and hostname của này chỉ đi bàn rạp đã số ca install SSH server bằng những cái miền tập bằng năng tế ở con chào